នេះបងប្អូនថ្លឹងទាំងងន់រួចរាល់ហើយអស់ហើយបងប្អូនបាទនេះដៃគូកបីព្រៃពីសម្បត្តិមកចាស់ខ្សែក្រវ៉ាត់ច្រើនស្ថាប័នច្រើនខ្សែទៀតបងប្អូនបាទហើយកបីព្រៃពីសម្បត្តិយើងក៏មិនតិចដែរខ្សែក្រវ៉ាត់ហើយក៏បានជូនទៅកម្មាឲ្យដៃគូបាទទុកជាអនុស្សាវរីយ៍មុនការប្រកួតបងប្អូនយកយ៉ាងណាដែរនិយាយទៅកពស់កំពងអីគឺអត់សូវលើគ្នាប្រហែលទេសម្បត្តិជាមួយនឹងដៃគូព្រោះឯសម្បត្តិគាត់ប៉ះហើយកលាហើយខ្ពស់ហើយច្រើនហើយប៉ះមួយទៀតក៏វាមិនអីដែរបងប្អូនបាទហើយថ្លឹងទាំងងន់ថ្លឹងអីហើយអស់បងប្អូនបាទត្រៀមទៅការប្រកួតនៅថ្ងៃស្អែកទេហើយនេះដៃគូរបស់ចម្រើនបងប្អូនបាទសាច់ស្អាតដូចគ្នាទាំងចម្រើនទាំងដៃគូសាច់ស្អាតដូចគ្នាបងប្អូនអើយបាទនេះមើលទីទេបងប្អូនបាទមើលសាច់និយាយទៅណែនក្តោបដូចគ្នាបងប្អូនមើលហើយថ្ងៃស្អែកការប្រកួតនឹងចាប់ផ្ដើមម៉ោង6កន្លះល្ងាចតទៅបងប្អូនហើយបងប្អូនបាទនិយាយទៅមុនហើយប្រកួតគឺយើងចែកកម្មាឲ្យម្នាក់មួយទាំងអស់កីឡាករគុនខ្មែរដែលគាត់ថ្លឹងទាំងនោះណាចែកឲ្យដៃគូរបស់គាត់ឲ្យម្នាក់មួយទាំងអស់បងប្អូនបាទដៃគូចម្រើនខ្ពស់ជាងបងប្អូនបាទនិយាយទៅចម្រើនឈរបានត្រឹមតិចហើយធ្វើ style ដៃពីរទៀតបងប្អូនបាទតំណងមកគេទៀតហើយកុំភ្លេចរងចាំតាមដានទស្សនាទាំងអស់គ្នាបងប្អូនបាទការប្រកួតចាប់ផ្ដើមនៅថ្ងៃស្អែកគឺថ្ងៃអង្គារវេលាម៉ោង6កន្លះល្ងាចតទៅបងប្អូនបាទឥឡូវយើងទៅទស្សនាសកម្មភាពថ្លឹងទាំងងន់ទាំងអស់គ្នានេះបងប្អូនយើងដៃគូកបីព្រៃពេជ្រសម្បត្តិចាំមើលដៃគូពេជ្រសម្បត្តិចាស់ខ្សែក្រវ៉ាត់ច្រើនស្ថាប័នដែរបងប្អូនច្រើនខ្សែដែរបាទនេះបីព្រៃក្មេងតូចឥឡូវឡើងតែទាំងងន់នេះចាំមើលឥឡូវថ្លឹងទាំងងន់ជិះផ្លូវការថ្លឹងទាំងងន់59ចុចនេះអូយយ៉ាជូនកម្មាទុកជាអនុស្សាវរីយ៍ហើយក៏ថតរូបចឹងជួបគ្នាថ្ងៃស្អែកបងប្អូននឹងសល់ខ្មៅបងប្អូនចូលកានគីចាប់បែរនោះញ៉ាំចឹងតាមនោះនេះដៃគូចម្រើនបងប្អូនពេជ្រអាទិទេពសាច់ស្អាតដាប៉ះជាមួយនឹងចម្រើនការប្រកួតក្រៅស្រុកលើកទី2នេះគ្រប់ហើយត្រូវអូខេហើយបាទនេះដៃគូទីទេពក្មេងណែបងប្អូនក្មេងដូចតាទីទេពដែរទេជូនកម្មាទុកជាអនុស្សាវរីយ៍មុនប្រកួតធ្លាប់ទៅខ្មែរធ្លាប់ប៉ះណាំជាគុនខ្មែរប៉ះទីទេពនៅក្បែរទៅចេញម្ដងជា style ដៃពីរអូខេ